វីដេអូនេះសូមផ្ដាំផ្ញើទៅបងអូនដែលឡើងមកការ៉េដបងណាកុំជ្រួជ្រើមដូរការងារពេកព្រោះអីលើហ្នឹងនៅការ៉េម្បាក់រកការងារបើទៅចាប់មីសេចនៅក្រសួងវិញពេលខ្លះគេអត់ឲ្យយើងទេពេលខ្លះទោះបានក៏បានមីសេចអត់ល្អដែរអញ្ចឹងហើយមុនដូរការងារយើងត្រូវគិតសិនចឹងណាព្រោះអីមិនចេះតែដូរទេបើថាការពីមុនទៅដូរការងារចឹងទៅអាចនឹងមានវិសេសមានអីចឹងណាស្រួលរកការងារដែរចឹងណាតែឥឡូវនេះអត់ទេម្បានៅកន្លែងក្រសួងខ្លះគេអត់ឲ្យវិសេសយើងទេចឹងហើយបើមិនចាំបាច់ដូរការងារក៏ល្អដែរតែបើថាកន្លែងហ្នឹងវាពិបាកយើងទ្រាំអត់បានអីចឹងទេអាហ្នឹងយើងដូរទៅតែបើថាកន្លែងហ្នឹងយើងអាចធ្វើបានទេយើងធ្វើទៅជាពិសេសឥឡូវហ្នឹងបច្ចុប្បន្នហ្នឹងវាស្រួលអញ្ចឹងណាអ្នកដែលនៅតកែដូចថាតកែមួយអញ្ចឹងមកអញ្ចឹងបើសិនកន្លែងតកែខ្លះគេដូចថាគេឲ្យយើងតវីរៀនតវីសាអីចឹងណានឹងយើងរៀនតវីសាទៅក៏វាល្អដែរបើការចំនួនខ្ញុំនោះវាពិបាកអត់ដូចស្រួលដូចឥឡូវទេអត់មានដូរវីសាអីចឹងទេដូរដែរតែគាត់ថាវាពិបាកចឹងណាវាអត់ទលំទលាយដូចឥឡូវចឹងណាបើយើងដូរការងារលុះត្រាតាទី1យើងគិតថាយើងដូរការងារយើងគិតថាកន្លែងនោះច្បាស់លាស់អត់គេទទួលយកយើងអត់ហើយការងារជាក់លាក់អត់ហើយតកែស្រួលឬក៏យើងទៅធ្វើនៅក្នុងហ្នឹងយើងពេញចិត្តអីចឹងណាយើងមើលការងារដែរហើយទី2ហ្នឹងនៅការ៉េបើយើងអត់លុយក៏វាពិបាកដែរដូរការងារព្រោះអីនៅការ៉េទៅកន្លែងណាមួយជាហ៊ានក៏លុយមួយជាហ៊ានក៏លុយចឹងណាយើងត្រូវទុកលុយនៅក្នុងកង់យើងឲ្យរៀងច្រើនដែរមុនយើងដូរការងារព្រោះអីពេលយើងដូរការងារមិនមែនមួយខែ2ខែឬក៏មួយអាទិត្យអីបានណាវាអត់ទៀងអញ្ចឹងណាពេលខ្លះសឹង3ខែដាច់អីមិនទាន់បានមីសេកផងអញ្ចឹងហើយលួយយើងត្រៀមនាងក្រែលដែរនឹងឯងមកវក់ខ្ញុំដូរការងារឡងចិត្តដាច់សុពលភាព3ខែមិនបានការងារនឹងបានការងារនឹងមិនមែនខ្ញុំសុំមីសេកទេណាពុកម៉ែបងប្អូនដោយសារខ្ញុំឃើញគេផុសអីចឹងខ្ញុំចេះតែឆាតសួរគេទៅពេលសួរគេទៅក៏បានចំកន្លែងការងារល្អអញ្ចឹងណាបើតាមមីសេកខ្ញុំបានអត់ល្អទេសិតតែការងារអត់ល្អហើយមកវក់ខ្ញុំដូរការងារហ្នឹងក៏ចាញ់បោកគេច្រើនដែរពុកម៉ែបងប្អូនអើយដោយសារកន្លែងដូរការងារហ្នឹងគេថាយកយើងទទួលស្គាល់ថាគេយកយើងមកធ្វើការតែកន្លែងការងារហ្នឹងក៏គេយកយើងមកដាក់ហើយគេចាញ់អញ្ចឹងណាគេទុកឲ្យយើងធ្វើការនៅកន្លែងហ្នឹងអញ្ចឹងណាតែពេលយើងធ្វើការនៅកន្លែងហ្នឹងគេអត់បើកប្រាក់ខែឲ្យយើងទេតែពេលហ្នឹងខ្ញុំអត់មានបានប្តឹងផ្ដាល់អីទេព្រោះអីគិតថាបើប្តឹងទៅវាខាតពេលវេលាអីចឹងណាហើយតទៅពេលអញ្ចឹងទៅក៏ខ្ជិលអញ្ចឹងទៅនេះជាបទពិសោធន៍ខ្ញុំអញ្ចឹងណាពុកម៉ែបងប្អូនហើយខ្ញុំមានបទពិសោធន៍ខ្លះគ្រាន់តែចែកម្លែកអញ្ចឹងណាបើដូរការងារអីយើងត្រូវគិតឲ្យច្បាស់លាស់ចឹងណាព្រោះអីនៅក្រែឥឡូវអត់ដូចមុនទេហ្នឹងហើយពុកម៉ែបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើខ្ញុំនិយាយទៅខុសឆ្គងអីកុំប្រកាន់អីព្រោះអីខ្ញុំចេះតែនិយាយទៅនឹងឯង